តោះមកបញ្ចប់សាច់រឿងរបស់យើងនឹងអាលបានតលេងចូលឆ្នាំទាំងអស់គ្នានៅភាពមុនលោកស្រីចិន្តាមនីបានស្ដាប់ឮឆោមការនិងនឹងខ្មប់និយាយគ្នាថាពួកគេជាអ្នកសម្លាប់នាងរំដួលតើភាពបញ្ចប់សាច់រឿងនឹងមកចាប់ដល់របៀបណាឆោមការនឹងទទួលកម្មពៀដែលនាងបានសាងដែរទេហើយវាសនារបស់វីយ៉ូនឹងទៅជាបែបណានោះយើងទៅបញ្ចប់សាច់រឿងមួយនេះនេះកូនឆោមផ្កាជាអ្នកសម្លាប់នាងរំដួលមែនទេមកកនាងហ៊ានធ្វើដល់ថ្នាក់នេះចុះបើខាងប៉ូលីសគេស៊ើបដឹងពួកយើងមិនត្រូវមានរឿងទាំងអស់គ្នាទៅហើយទេកូននេះវើយមុននេះធ្វើអីមិនក៏មិនចេះប្រើគូគិតឲ្យវែងឆ្ងាយផងទេដើម្បីប្រោះសុកចិត្តសម្លាប់មនុស្សចង់ក្រោយបានស្អីទៅតើខ្ញុំគូគិតគូបែបណាទេតើគូយករឿងនេះប្រាប់ដល់លោកប្តីដែរទេអត់ទេបើសិនជាប្រាប់រឿងនេះរឿងកាន់តែបែកធំឬមួយក៏ខ្ញុំត្រូវលាក់បាំងក្នុងចិត្តធ្វើដូចជាគ្មានរឿងអីកាត់ឡើងចុះបើសិនជាគេស៊ើបដឹងនោះចាប់ទាំងអស់គ្នាមិនខានទេនេះគូធ្វើបែបណាល្អទៅឆោមផ្កាអើយឆោមផ្កាមកក៏ធ្វើរឿងឲ្យធំដល់ថ្នាក់នេះខំតែគិតថាលោកស្រីមិនថារស្មីគឺជាឃាតករសម្លាប់មនុស្សមិននឹកស្មានថាឃាតករនោះគឺជាកូនរបស់ខ្លួនឯងបែបនេះសោះខ្ញុំជាមិត្តជិតស្និទ្ធរបស់រំដួលតែខ្ញុំមិនដឹងថានាងនឹងសត្រូវមកពីណានោះទេលោកប៉ូលីសតាំងពីនាងនិងលោកវីយ៉ូតាក់ទងគ្នានោះពួកខ្ញុំមិនសូវបានជួបគ្នាប្រហែលនោះទេគឺថាលោកក៏ស្រឡាញ់នាងដែរមែនទេលោកអាចដឹងរឿងច្រើនពាក់ព័ន្ធជាមួយនេះលោកអាចនិយាយលម្អិតថារំដួលមានពាក់ព័ន្ធជាមួយអ្នកណាខ្លះបានទេខ្ញុំសារភាពថាខ្ញុំពិតជាមានចិត្តលើនាងពិតមែនតែនាងមិនបានគិតលើខ្ញុំដូចជាខ្ញុំគិតទៅលើនាងនោះទេនាងស្រឡាញ់តែលោកវីយ៉ូម្នាក់គត់ខ្ញុំក៏មិនសប្បាយចិត្តដែរតែធ្វើម៉េចបើនាងសម្រេចចិត្តបែបនេះហើយនោះមែនហើយលោកស្រីមន្តារស្មីគឺបានចាប់គូកូនរបស់គាត់នៅនាងឆោមផ្កាផងដែរគ្រួសារពីរនាក់នេះស្និទ្ធស្នាលជាមួយគ្នាណាស់ចង់ភ្ជាប់សាច់ឈាមជាមួយគ្នាផងដែរតែលោកវីយ៉ូមិនបានស្រឡាញ់ឆោមផ្កានោះទេគេជំទាស់នឹងពុកម៉ែគេរហូតនឹងតាមខ្ញុំដឹងនាងឆោមផ្កាក៏មិនពេញចិត្តនឹងរំដួលផងដែរដែលតាក់ទងជាមួយនឹងលោកវីយ៉ូនោះតែនាងឆោមផ្កាក៏មានចិត្តទៅលើលោកវីយ៉ូដែរមែនទេតើអាចទេដែលគ្រួសាររបស់លោកស្រីមន្តារស្មីនិងគ្រួសាររបស់នាងឆោមផ្កានោះរួមដៃគ្នាសម្រាប់នាងរំដួលដើម្បីកុំឲ្យរំដួលមកពាក់ព័ន្ធជាមួយនឹងលោកវីយ៉ូនោះខ្ញុំមិនហ៊ានសន្និដ្ឋានទេលោកប៉ូលីសសូមលោកធ្វើការស៊ើបអង្កេតដោយខ្លួនឯងចុះណាខ្ញុំអាចឲ្យដំណឹងបានតាមអ្វីដែលខ្ញុំដឹងតែប៉ុណ្ណោះសង្ឃឹមថាសាកសពរបស់រំដួលនឹងរកឃើញភាពយុត្តិធម៌នៅក្នុងពេលឆាប់ៗនេះផងចុះអរគុណប្អូនណាស់ដែលបានសហការផ្ដល់ចម្លើយយើងនឹងខំធ្វើរឿងនេះដើម្បីវេចមុខរកឃាតករពិតយកមកដាក់ទោសឲ្យទោសតែបានអញ្ចឹងពួកយើងសូមលាអ្នកទៅពីទៅវិញសិនហើយចាលោកប៉ូលីសអញ្ជើញណាយើងសាកទៅផ្ទះលោកស្រីចិន្តាមនីទៀតមើលក្រៃមានតម្រុយអីខ្លះណាស់នេះតាខ្ញុំនៅសល់អីទៀតប្តីក៏ស្លាប់កូនក៏ស្លាប់ជីវិតសល់តែឯងរស់តែតោលគ្មានគោលដៅតើខ្ញុំរស់នៅដើម្បីអីតើអត្តន័យជីវិតរបស់ខ្ញុំនៅឯណាបើពេលនេះខ្ញុំបាត់បង់អស់ហើយនោះពីមុនពេលគ្មានពុកវាគិតថារស់នៅជាមួយនឹងកូនជាក្តីសង្ឃឹមរបស់ខ្ញុំបន្តជីវិតទៅមុខទៀតប៉ុន្តែពេលនេះកូនរំដួលគេក៏ទៅចោលខ្ញុំទៀតតើខ្ញុំរស់នៅដើម្បីអីទៅស្ទើរតែមួយជីវិតរកសុខមិនបានគ្រប់យ៉ាងត្រូវរលាយអស់កូនស្លាប់ទៅដោយរកមុខឃាតករមិនទាន់ឃើញស្លាប់ដោយអយុត្តិធម៌តើគ្រួសាររបស់ខ្ញុំបានសាងបាបកម្មអីទៅបានជានៅជួបរឿងអកុសលបែបនេះខ្ញុំសង្ឃឹមថាច្បាប់នឹងរកឃើញមុខឃាតករដាក់ទោសពេលនោះខ្ញុំនឹងស្ងប់ចិត្តហើយខ្ញុំនឹងផ្ញើខ្លួនជាមួយនឹងព្រះធម៌ជាតិមុនប្រហែលជាខ្ញុំសាងបាបកម្មច្រើនទើបជាតិនេះជួបតែរឿងអកុសលរឿងប្រត់ប្រាស់បែបនេះពុកវាកូនរំដួលជួយបង្ហាញមុខឃាតករពិតឲ្យបានឆាប់ៗផងណាកូនរំដួលមិនអាចស្លាប់ទាំងអាសាបងបែបនេះបានទេនេះខ្ញុំមិនមែនជាអ្នកតូចទេណាដែលត្រូវមកតាមដានខ្ញុំគ្រប់សកម្មភាពនោះខ្ញុំក៏ត្រូវការភាពផ្ទាល់ខ្លួនរបស់ខ្ញុំដែរបានហើយចេញពីបន្ទប់ខ្ញុំទៅណាសំទោសណាស់លោកប្រុសលោកស្រីបានដាក់បទបញ្ជាមកថាឲ្យនៅជាមួយលោកប្រុសគ្រប់ពេលលោកប្រុសចង់ទៅណាក៏បានដែរតែត្រូវមានពួកខ្ញុំទៅជាមួយផងដែរណាលោកស្រីបារម្ភខ្លាចលោកប្រុសគិតផ្ដេសផ្ដាសទៅលោកស្រីឲ្យពួកខ្ញុំនៅជាមួយលោកប្រុសគ្រប់ពេលបែបនេះមើលការពីលោកប្រុសផងដែរព្រោះតែគាត់បារម្ភស្រឡាញ់លោកប្រុសតូចសូមលោកប្រុសយល់ដល់ពួកខ្ញុំផងខ្ញុំធ្វើតាមតែទូនាទីរបស់ខ្ញុំទេ
បារម្ភស្រឡាញ់ខ្ញុំអញ្ចឹងហ៎ទង្វើដែលគាត់ធ្វើដាក់ខ្ញុំកន្លងមកនេះជាការស្រឡាញ់មែនទេគាត់ប្រហែលជាសប្បាយចិត្តហើយដែលរំដួលស្លាប់ទៅបែបនេះហើយចុះខ្ញុំនោះតើគាត់មានបានចូលពីអារម្មណ៍របស់ខ្ញុំដែរទេកូនគិតថាម៉ែនេះសប្បាយចិត្តមែនទេដែលឃើញកូនបែបនេះពួកឯងចេញទៅក្រៅសិនទៅយ៉ាងម៉េចនេះណាម៉ែមកសើចំអកដល់ខ្ញុំទៀតហើយមែនទេថាខ្ញុំមិនអាចសម្រេចតាមអ្វីដែលខ្ញុំចង់បាននោះអ្នកម៉ែបំផ្លាញខ្ញុំបានសម្រេចហើយពេលនេះអ្នកម៉ែជោគជ័យហើយសូមណាម៉ែរត់នៅឲ្យសប្បាយចិត្តចុះវេជូក្តីសុខម៉ែគឺឃើញកូនមានក្តីសុខឃើញកូនមានជីវិតល្អនេះកូនមកនិយាយបន្ទាបបន្សោកម៉ែមែនទេកូនណាបើរឿងគ្រប់យ៉ាងចប់ហើយកូនមានតែគិតជាថ្មីសាងជីវិតថ្មីម៉ែទទួលស្គាល់ថាម៉ែមិនតាមចិត្តកូនម៉ែមិនឲ្យកូនធ្វើតាមបេះដូងខ្លួនឯងតែពេលនេះម៉ែគិតយល់ហើយបើកូនជួបមនុស្សដែលកូនត្រូវចិត្តកូនក៏ធ្វើចោះម៉ែមិនបបែកកូនទៀតទេណាទោះបីជាម្នាក់នោះមានឋានៈបែបណាក៏ដោយម៉ែពិតជាសំទោសដែលកន្លងមកម៉ែបបែកកូនអ្នកម៉ែមកនិយាយបែបនេះតើមានន័យអីទេតើរំដួលអាចរស់មកវិញបានដែរទេជីវិតខ្ញុំពេលនេះដូចជាមនុស្សដែលស្លាប់បាត់ទៅហើយសល់តែរូបកាយតែប៉ុណ្ណោះវិញ្ញាណរបស់ខ្ញុំបានស្លាប់ទៅជាមួយនឹងរំដួលទៅហើយព្រោះតែណាម៉ែម្នាក់គាត់ម៉ែសម្លាប់ខ្ញុំហើយម៉ែដឹងដែរទេវេជូម៉ែសំទោសពិតមែនណាជីវិតកូនមិនចាប់ត្រឹមនេះនោះទេអាចថានាងរំដួលមិនមែនជាគូរបស់កូនម៉ែដឹងខុសម៉ែសំទោសណាប៉ុន្តែកូនក៏មកនិយាយថាម៉ែសម្លាប់កូនអីម៉ែស្រឡាញ់កូនណាស់ណាណាម៉ែវាគ្មានន័យនោះទេនៅពេលដែលណាម៉ែមកនិយាយបែបនេះថាណាម៉ែខុសនោះម៉ែសំទោសទាំងដែលគ្រប់យ៉ាងវាហួសពេលអត់ទៅហើយនោះម៉ែប្រាប់ខ្ញុំត្រង់មកកុំឲ្យខ្ញុំស្អប់ម៉ែជាងនេះរឿងគ្រប់យ៉ាងម៉ែជាអ្នករៀបចំមែនទេម៉ែបំបែកខ្ញុំពីរំដួលម៉ែជាអ្នកសម្លាប់រំដួលមែនទេវេជូនេះកូននិយាយអីនឹងនេះសូម្បីតែកូនក៏គិតថាម៉ែជាអ្នកសម្លាប់នាងរំដួលដែរមែនទេនេះកូនមិនដឹងចិត្តម៉ែខ្លួនឯងទេឬយ៉ាងម៉េចទោះបីជាម៉ែស្អប់វាពិតមែនម៉ែស្អប់វាបែបណាក៏ម៉ែមិនដល់ថ្នាក់សម្លាប់មនុស្សដែរកូននិយាយបែបនេះបើអ្នកផ្សេងគេមិនលឺគេនិយាយថាម៉ែនេះជាអ្នកធ្វើពិតមែនមិនក៏កូនគិតមកលឺម៉ែបែបនេះម៉ែខ្ញុំស្មានចិត្តអ្នកម៉ែមិនត្រូវនោះទេថ្ងៃមុនអ្នកម៉ែនិយាយថាស្អប់អ្នកក្រស្អប់រំដួលតែពេលនេះអ្នកម៉ែមកនិយាយថាម៉ែខុសម៉ែសំទោសម៉ែបើកចិត្តទទួលយកអ្នកក្រម៉ែម្ដងចេះម្ដងចោះម៉ែគិតថាខ្ញុំមិនដឹងពីគំនិតរបស់អ្នកម៉ែមែនទេម៉ែមិនព្រមទទួលស្គាល់ថាខ្លួនឯងជាឃាតករទៀតមែនទេអូជូម៉ែប្រាប់ហើយមែនទេថាម៉ែមិនបានធ្វើនេះហើយដែលម៉ែនិយាយទាំងអស់នេះកូនមិនជឿម៉ែមែនទេកូនចង់ឲ្យម៉ែជាប់គុកមែនទេម៉ែគិតថាកន្លងមកម៉ែខុសលើកូនម៉ែចង់តបស្នងការខូចចិត្តដល់កូនឈប់បង្ខំកូនម៉ែបានប្រាប់ហើយថាម៉ែខុសលើកូនជាមួយនឹងរំដួលតែក្នុងចិត្តកូនបែរជាគិតថាម៉ែជាឃាតករសម្រាប់មនុស្សបើឯងគិតបែបនេះហើយឯងក៏ទៅហៅប៉ូលីសឲ្យមកចាប់ម៉ែភ្លាមមកទៅបើណាម៉ែមិនមែនជាឃាតករនោះម៉ែក៏រកមកឃាតករពិតឲ្យឃើញមកដើម្បីបញ្ជាក់ពីភាពស្អាតស្អំនោះកន្លងមកម៉ែដែលល្អជាមួយរំដួលពេញការទេបើមិនមែនម៉ែជាអ្នកធ្វើតើនរណាជាអ្នកធ្វើទេម៉ែមកសារភាពកំហុសមកសំទោសមកនិយាយថាឈប់បំបែកស្នេហាខ្ញុំនៅពេលនេះតើមានន័យស្អីទេជូអូយមិននឹកស្មានថាកូនចិញ្ចឹមមកដល់ផ្ទាល់ដៃបែរជាចាត់ម៉ែថាជាឃាតករបានបើឯងច្បាស់បែបនេះហើយឯងក៏ទៅរកផតាំងមកបញ្ជាក់ថាម៉ែជាឃាតករបើរកឃើញនោះម៉ែក៏ស្ម័គ្រចិត្តចូលគុកពេលនោះឯងនឹងបានសប្បាយចិត្តធ្វើទៅគ្រប់គ្នាថាខ្ញុំសំណាងដែលខ្ញុំកើតមកក្នុងត្រកូលអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំតែខ្ញុំថាវាជារឿងសោយរបស់ខ្ញុំទៅវិញទេបើខ្ញុំអាចរើបានខ្ញុំមិនចង់កើតជាកូនរបស់ម៉ែនោះទេនេះកូនចង់ចេញទៅណាវេជូគឺទៅរកការពិតនឹងហើយនេះកូនចង់ចេញទៅណាវេជូលោកប៉ូលីសគេស្លាប់តែគេឯណោះមិនក៏ត្រូវមកសួរដល់គ្រួសារខ្ញុំដែរខ្ញុំដូចជាគ្មានពាក់ព័ន្ធអ្វីជាមួយអ្នកអស់ទាំងនោះទេធ្វើបែបនេះដូចជាបញ្ជុលមុខគ្នាសោះណាព្រោះមានអ្នកឲ្យតម្រុយមកថាគ្រួសារលោកក៏ស្និទ្ធស្នាលជាមួយនឹងគ្រួសាររបស់លោកស្រីមន្ថារស្មីដែរជាពិសេសឮមកថាចង់ផ្គូផ្គងកូនទៀតជាប់សាច់ឈាមជាមួយគ្នាខ្ញុំមកសួរធម្មតាទេលោកម្ចាស់ធ្វើកំភៃមើលខ្ញុំមិនបានភ័យនោះទេតែខ្ញុំគ្រាន់តែមិនចង់ឲ្យគេមើលមកចម្លែកថាគេគិតថាខ្ញុំធ្វើអីខុសមែនទេបានជាមានសមត្ថកិច្ចចូលផ្ទះបែបនេះតែក៏បានបើលោកប៉ូលីសមកដល់ផ្ទះខ្ញុំហើយនោះខ្ញុំរីករាយនឹងផ្ដល់ចម្លើយតាមអ្វីដែលខ្ញុំដឹងណាហើយប៉ូលីសមកផ្ទះលោកម្ចាស់ឬក៏គេមកអូយមិនអាចទេឬវាខ្ចង់និយាយប្រាប់ប៉ូលីសទេដឹងនេះពួកគេមកចាប់ខ្ញុំនិងអ្នកនាងមែនទេអូយទៅប្រាប់អ្នកនាងការសិនអ្នកនាង
អ្នកនាងអើយអ្នកនាងអូយហើយមានរឿងកាត់ឡើងហើយអ្នកនាងអើយអ្នកនាង តាមានរឿងអីហ្នឹងឯងឃើញខ្មោចនាងរំដួលមែនទេវាចេញមកទាំងថ្ងៃអញ្ចឹងមែនទេនាងខ្មុំ មិនមែនខ្មោចទេអ្នកនាងអើយគឺប៉ូលីសហ្នឹងប៉ូលីសមកផ្ទះណាអ្នកនាងឬក៏គេដឹងហើយថាអ្នកនាងគឺជាអ្នកសម្លាប់នាងរំដួលហ្នឹងឬមួយក៏មីខ្ចងវាយករឿងយប់នោះទៅប្រាប់ប៉ូលីសទៅពួកគេមកទីនេះបាននោះអូយមិនកើតទេលោកអើយមិនចាំជាប់គុកទេ ហើយប៉ូលីសមកមែនទេអត់ទេមីខ្ចង់វានិយាយប្រាប់ប៉ូលីសធ្វើអីបើវាចូលរួមធ្វើរឿងនេះដែរហ្នឹងបើវាប្រាប់វាក៏មិនរួចខ្លួនដែរឯងនេះចេះភ័យដូចឃើញខ្មោចតកើនមិនទាន់ដឹងសាច់រឿងអីផងចេះនាំឯងភ័យតកាត់ដែរឯងនេះ ខ្ញុំបានលើប៉ូលីសនិយាយថាគ្រូសាអ្នកនាងគ្រូសាលោកវិយោជាប់ពាក់ព័ន្ធជាមួយនាងរំដួលខ្ញុំក៏គិតទៅលើរឿងហ្នឹងទៅណាមួយថាមិនត្រូវមីខ្ចងនោះវាធ្លុយមកនិយាយការពិតនោះយើងចាប់ហើយអ្នកនាងរឿងខ្មោចនាងរំដួលផងជាមួយនឹងរឿងប៉ូលីសផងអូយការឈួតមិនខានទេ ទៅស្ដាប់ឲ្យដឹងរឿងសិនទៅហើយចាំមកប្រាប់ខ្ញុំថាប៉ូលីសនិយាយរឿងអីខ្លះកុំចេះតែភ័យមុននោះរឿងវិញ្ញាណនាងរំដួលនេះវាចេះតែមករំខានជើងខ្ញុំកំពុងតែរកវិធីឲ្យអ្នកម៉ែនិងលោកពុកជួយរកគ្រូកំចាត់វាហើយធ្វើតាមដំណាក់កាលទៅរឿងនេះបើយើងមិននិយាយក៏គ្មានអ្នកណាដឹងបានដែរយល់ទេ នៅខ្ញុំខ្លាចដល់ថ្នាក់រវើរវាយបែបនេះមែនទីយប់មិញមានអារម្មណ៍ថាដូចជាការពិតបន្តិចដូចជាយោស័ព្ទបន្តិចអើយបើនៅតែបែបនេះទៀតខ្ញុំស្គូនខានទេនាងរំដួលអើយហើយមិនក៏មិនទៅរកអ្នកនាងឆាប់ផ្កាទៅមនុស្សដែលជាសត្រូវនឹងនាងគឺជាអ្នកនាងឆាប់ផ្កាតាមក៏មករកខ្ញុំគ្មានចេតនាឲ្យនាងងាប់នោះទេនាងរំដួល អេនាងចង់និយាយពីឆំផ្កានិងរំដួលតើរឿងនេះពាក់ព័ន្ធជាមួយនឹងពួកគេដែរទេ អូយអ្នកនាងឆោមផ្កាក៏អញ្ចឹងហើយតាំងពីមានរឿងមកមិនដែរមកស៊ូនាំគ្នាអីបន្តិចទេស្ងាត់ឲ្យឆឹងត្មងហើយប្រាក់ឈ្នួលហ្នឹងក៏មិនបានឥឡូវមកត្រូវជួបនឹងអារម្មណ៍ដេកភ័យខ្លាចយប់អញ្ចឹងទៀតអើយតើខ្ញុំត្រូវជួបអារម្មណ៍បែបនេះដល់ពេលណាទៀតទៅហើយត្រូវតែរកនាងឆោមផ្កាដើម្បីស៊ូរឿងនេះសិនហើយតើគាត់មានបានជួបដូចខ្ញុំដែរឬក៏អត់ទេអូយភ័យងាប់ហើយ ឯងទៅជួបក្មួយឆំផ្កាធ្វើអីឯងមានការអីជាមួយគីង អូយអត់ទេអូក្តុបឆែបអូយលោកស្រីអាមកស្ងាត់បែបនេះមនុស្សកំពុងតែព្រឺមិនតន់បាត់ផងអាមិនឲ្យដំណឹងបែបនេះអីបន្តិចសោះលោកអូយហើយខ្ញុំភ័យចាំងលោកបរឹងអស់រីងឯងភ័យស្អីនាងនេះធ្វើមើលតែឃើញខ្មោចហើយឯងកាត់អី គឺភ័យនឹងរឿងខ្មោចហ្នឹងណាកាប្រយុទ្ធមិញនេះស្ទើរតាមបានដេកមើលទៅពិតដូចមិនពិតហើយមិនពិតដូចពិតហើយខ្មោចនឹងរំដួលនឹងវាតាមមករងរំខានខ្ញុំមិនឲ្យខ្ញុំបានសុខទេលោកស្រីអើយអាលោកស្រីអញ្ចឹងដែរទេ នេះឯងក៏ជុំចឹកដែរមែនទេឯងត្រឹមតែយល់សមតែខ្ញុំនេះណាវាមកបន្លាចស្រស់តែម្ដងយប់មិញនេះវាមកលងខ្ញុំក្នុងសួនសន្លប់បាត់ស្មារតីបានលោកបងឃើញជើងយកទៅបន្ទប់វិញគប់អីណាមូស៊ីសល់តែឆ្អឹងមិនខានទេ នេះលោកស្រីក៏ជួបរឿងបែបនេះដែរមែនទេលោកស្រីតាំងពីនឹងរំដួលវាងាប់ទៅហើយយើងបានសុកទេប្រហែលជាវាខាងសម្បាននឹងលោកស្រីឲ្យស្អប់វាហើយបំបែកវាពីលោកវាយោហើយទៅវាមករកបន្លាចលោកស្រីនោះលោកស្រីទៅត្រែធ្វើអ្វីមួយយ៉ាងដើម្បីដេញវិញ្ញាណខ្មោចវាកុំឲ្យមកចូលផ្ទះលោកស្រីបានណាអូយខ្លាចចាំងាប់ហើយ ហើយអ្នកណាទៅដឹងថាវាមកជួបរឿងបែបហ្នឹងតើអ្នកណាជាអ្នកសម្លាប់វាទៅណោះពួកចៅប្លន់ទៅដឹងគ្រប់គ្នាមកសង្ស័យតែខ្ញុំសូម្បីតែកូនខ្លួនឯងពេលនេះណាក៏ខាងសមត្ថកិច្ចដាក់ការសង្ស័យមកលើខ្ញុំទៀតអ្នកក្រៅគេមិនជឿមិនឈឺចិត្តប្រមាណទេតែនេះអ្នកក្នុងផ្ទះរបស់ឯងនេះណាថាខ្ញុំជាឃាតករសម្លាប់មនុស្សនាងខ្ចង់បើឯងជាខ្ញុំណាឯងឈឺចាប់ដែរទេ គឺមកពីមួយរយៈមុនហើយលោកស្រីមានរឿងជាមួយនឹងរំដួលច្រើនពេកអញ្ចឹងហាក់បានជាគេសង្ស័យលើលោកស្រីនោះ ហើយនេះមកគេដឹងថាខ្ញុំគឺជាចំណែកនោះឲ្យមានការស្លាប់របស់នាងរំដួលនោះហើយខ្ញុំប្រកាសជាងាប់មិនខាននោះទេលោកអើយត្រឹមតែជាមនុស្សសាមញ្ញក្រីក្រម្នាក់ស្លាប់ប៉ុណ្ណោះអំពុលទុកដល់តែខ្ញុំទៀតខ្លាចគេចាប់ខុសមនុស្សងុំទេតែខ្លាចតែខ្មោចនាងរំដួលនឹងហ្មងណាវាតាមបន្លាចដល់ផ្ទះបើបែបនេះទៀតបើមិនជាប់គុកក៏ឈួតនៅខ្មោចលោកដែរណាហើយគិតអីក៏មិនចេញដែរទៅរកឃាតករពិតមកពីណាទៅដើម្បីលាងភាពស្អាតស្អំរបស់ខ្ញុំនេះមិញនេះឮថាចង់ទៅជួបឆោមផ្កាអេឯងមានការអីជាមួយគេមែនទេហើយការងារស្អីដែលត្រូវទៅរកគេនោះគឺខ្ញុំថ្ងៃមុនខ្ញុំបានលឺនាងឆោមផ្កានិយាយថាស្គាល់គ្រូម្នាក់ទាំងបកកែទាំងទាយទាំងអីហើយបកកែទាំងអស់ហើយធ្វើរបស់សាសិទ្ធការពីពួកអមនុស្សខ្ញុំគិតថាចង់ទៅសួរផ្ទះគ្រូនោះហើយក្រែងបានរបស់ការពារខ្លួនខ្លះនឹងណាលោកស្រី
អូអញ្ចឹងហីអញ្ចឹងឯងសួរនាងទៅបើដឹងក៏នាំខ្ញុំទៅផងខ្ញុំនេះក៏ចង់បានរបស់ការពារដែរបើនៅតែបែបនេះទៀតវាលងបន្លាចឈួតមនុស្សអស់ហើយអញ្ចឹងខ្ញុំគិតទៅពេលនេះតែម្ដងហើយណាលោកស្រីហើយខ្ញុំធ្វើការងារផ្ទះរួចហើយបានដំណឹងខ្ញុំនឹងប្រាប់លោកស្រីវិញហើយពីព្រោះគ្មានរបស់ការពារទេយប់នេះមិនបានដេកពូនទេមើលទៅនោះលោកអើយឆាប់ទៅឆាប់បានមកវិញណាមីខ្ចង់នេះឯងហៅខ្ញុំមកមានការអីអ្នកម៉ែខ្ញុំមិនឲ្យខ្ញុំចេញក្រៅទេណាឯងក៏ដឹងថាមួយរយៈនេះក្នុងភូមិរបស់យើងកំពុងតែមានរឿងមានការអីឆាំនិយាយមកអ្នកនាងនេះតើអ្នកនាងមិនគិតធ្វើអ្វីខ្លះទេអីហើយខ្ញុំតាំងពីនាងរំដួលវាងាប់ទៅហើយខ្មោចវាតាមរំខានខ្ញុំមិនឲ្យបានសុខទេវាមកឡងបន្លាចខ្ញុំរាល់យប់នឹងណានេះឯងក៏ជួបរឿងបែបនេះដែរមែនទេខ្ញុំក៏ត្រូវវាបន្លាចមកស្ទើរដែរស្មានតែខ្ញុំបានសុខមែនខ្ញុំកំពុងតែរកវិធីឲ្យគ្រូកម្ចាត់វិញ្ញាណវាប៉ុន្តែមិនទាន់មានឱកាសចេញទៅព្រោះថាប៉ូលីសឈួតអីគេនោះណាមកសួរនាំពីការស្លាប់នាងរំដួលដល់ផ្ទះខ្ញុំនេះឯងកុំធ្លុយមាត់និយាយពីការស្លាប់របស់នាងរំដួលឲ្យសោះណាយល់ទេអូយអ្នកនាងអ្នកណាទៅនិយាយរឿងនោះហើយខ្ញុំក៏បារម្ភពីខ្លួនឯងដែរហើយថ្ងៃមុនប៉ូលីសក៏បានមកសួរនាំពីរឿងការស្លាប់នាងរំដួលដែរហើយប៉ូលីសសង្ស័យលោកស្រីមិនថាដាក់ស្មីហើយពេលនេះគាត់ក៏មិនសុខសន្លប់ចិត្តដូចគ្នារត់ខ្មោចនាងរំដួលហ្នឹងក៏បានទៅបន្លាចលោកស្រីមិនថាដូចគ្នាដែរណាបើអញមិននិយាយខ្ញុំមិននិយាយគ្មានអ្នកណាដឹងពីការពិតនៃការស្លាប់របស់នាងរំដួលថាជាស្នាដៃខ្ញុំទេរឿងនេះគេនឹងដាក់ការសង្ស័យលើអ្នកមីងមិនថានឹងទទួលទោសចំនួនយើងហើយពេលនោះគ្រប់យ៉ាងក៏បានបញ្ចំហើយបញ្ហាបន្ទាប់ដែលយើងត្រូវដោះស្រាយនោះគឺរកគ្រូកម្ចាត់វិញ្ញាណនាងរំដួលកុំឲ្យវាមកបន្លាចយើងទៀតនេះពិតជាដោយការសង្ស័យពិតមែនឆំប្រការជាអ្នកសម្លាប់រំដួលនាងខ្ចង់ក៏ចូលរួមដែរខ្ញុំនឹងមិនលើកលែងឲ្យពួកឯងជាដៃខាតចាំតែមើលចុះអ្នកនាងអាចចែករបស់ការពារខ្លួនឲ្យខ្ញុំផងណាហើយខ្ញុំត្រូវនាងរំដួលនោះវាមកឡងបន្លាចដែរហើយខ្ញុំក៏មិនបានសុខដែរហើយចែកឲ្យខ្ញុំផងទៅអ្នកនាងទៅរកគ្រូនោះនៅពេលណាដែរទៅចាំខ្ញុំទៅខ្ញុំនឹងឲ្យមនុស្សមកប្រាប់ឯងបានហើយត្រឡប់ទៅផ្ទះវិញធម្មតាទៅខ្ញុំនិយាយជាមួយប៉ូលីសដើម្បីឲ្យដាក់ការសង្ស័យលើអ្នកមីងមិនថាឲ្យខ្លាំងរួចក៏ទៅចាប់យកគាត់ទៅយើងក៏បានរួចខ្លួនតោះទៅវិញមិនខ្មុំនេះទៅតំណគ្នាមកពីណាហ្នឹងប្រាប់ឲ្យថាកំចេញក្រៅនោះទៅធ្វើរឿងអីខុសទៀតហើយមែនទេគឺខ្ញុំមានការសំខាន់នេះអ្នកម៉ែមានរឿងអីចង់និយាយខ្ញុំធ្វើអីខុសមែនទេមកនិយាយគ្នាក្នុងបន្ទប់សិនមកបានមិនចង់ឲ្យរឿងនោះបែកធ្លាយនាងខ្មឹបបាត់ទ្វារចិត្តកុំឲ្យលឺសំឡេងចេញក្រៅនោះអ្នកម៉ែនេះតើមានរឿងអីទៅធ្វើដូចជាអាកបាំងម្លេះមានរឿងអីមែនទេបានទៅធ្វើអីខ្លះនោះដឹងក្នុងចិត្តហើយមុននេះប៉ូលីសមកផ្ទះប្រហែលជាភ័យខ្លួនមិនស្ទើរទីមើលទៅនាំគ្នាធ្វើរឿងសាហាវបែបនេះដឹងថាធ្វើនេះវាខុសខ្លាំងដែរទេលោកស្រីនេះលោកស្រីនិយាយពីអីទៅពួកខ្ញុំបានទៅធ្វើរឿងអីខុសទៅហ្នឹងមិនចាំបាច់ធ្វើពើជាមិនដឹងទេនាងខ្មឹបយើងជួលឯងឲ្យមកជួយមើលកូនយើងជួយប្រាប់ជួយហាមមិនឲ្យនាងធ្វើអ្វីខុសប៉ុន្តែនាងទាំងមេទាំងកូនចៅទៅធ្វើរឿងនាំទុកដល់ខ្លួនឯងគិតថាខ្ញុំមិនដឹងថាពួកឯងទៅធ្វើរឿងស្អីខ្លះមកមែនទេនាងរំដួលស្លាប់វាជាស្នាដៃរបស់អ្នកទាំងពីរមែនទេអ្នកម៉ែនេះមិនក៏អ្នកម៉ែដឹងរឿងនេះម៉ែដឹងរឿងនេះមកពីណាទៅមីខ្មុំអញជាអ្នកនិយាយមែនទេនេះប៉ូលីសគេដឹងរឿងនេះដែរហើយមែនទេអត់ទេអ្នកនាងខ្ញុំមិនបាននិយាយអីនោះទេលោកស្រីតែដឹងរឿងនេះមកពីណាទេកុំភ្លេចថាផ្ទះនេះមានត្រចៀកទ្វារវាមានមាត់គិតថាឯងនឹងនៃខ្មឹបនិយាយអីស្មានតែគ្មានអ្នកឮមែនទេពួកឯងសម្រាប់នាងរំដួលមកក៏តែធ្វើរឿងល្ងងបែបនេះក៏ព្រោះតែប្រុសឯងនឹងឯងហ៊ានសម្រាប់មនុស្សផងមែនទេនាងឆោមផ្កាអ្នកម៉ែគឺខ្ញុំគ្មានចេតនាឲ្យវាស្លាប់ទេយប់នោះគឺខ្ញុំគ្រាន់តែចង់ប្រដៅវាខ្ញុំមិនចង់ឲ្យវាយកចាប់អារម្មណ៍វាជាងខ្ញុំភ័យពេកខ្ញុំខ្លាចវាយករឿងរបស់ខ្ញុំដែលទៅធ្វើបាបវានឹងទៅប្រាប់ប៉ូលីសខ្ញុំក៏ជ្រុលដៃម៉ែត្រូវតែជួយខ្ញុំណាជួយលាក់រឿងនេះឲ្យពួកខ្ញុំផងខ្ញុំមិនចង់ខ្លាចជាអ្នកទោសរាជការនោះទេអ្នកម៉ែ
ใจខ្លាចដែរអីហើយចុះមុនពេលធ្វើនោះមិនក៏មិនគិតផងរឿងធំបែបនេះប៉ូលីសគេមកស៊ូនាំអ្នកដែលមានជាប់ការពាក់ព័ន្ធជាមួយនឹងរំដួលនោះប៉ុន្តែមិនអីទីយ៉ាងណាក៏មិនឲ្យពួកកូនជាប់គុកដែរហ្នឹងនេះគឺជាសំណាងដែរដែលគេដាក់ការសង្ស័យលើលោកស្រីមន្ថាកុំឲ្យមានជនណាដឹងក្រៅពីពួកយើងលឺដែរទេគឺមិនខ្ចង់វាដឹងរឿងនេះដែរណាណាម៉ៃខ្ញុំជឿថាវាមិនហ៊ាននិយាយទេបើវានិយាយក៏មានទោសដូចតែគ្នានឹងសង្ឃឹមថារឿងនឹងឆាប់ចំតែខ្ញុំនៅខ្លាចណាស់ណាម៉ៃខ្លាចខ្មាច់នឹងរំដួលវាបន្លាចពួកខ្ញុំព្រោះថាជប់មិញនេះគឺវាមកឡងខ្ញុំនឹងនាងខ្មឹបណាស់ណាម៉ៃបើសិនជាវាមានវិញ្ញាណមកលបបន្លាចមែនរឿងនេះលោកគ្រូអាចជួយបាននេះហើយដែលម៉ែបានប្រាប់ឯងថាឯងនឹងមានគ្រោះកំបុតក្បាលឃើញដែរទេបញ្ហាធំជាប់ខ្លួនអាចដល់ជីវិតបើសិនជារមស្ជោបបាយដោះស្រាយមិនទាន់ទេស្អែកនេះទៅផ្ទះគ្រូទាំងអស់គ្នាទៅឈប់សិននាងខ្ចង់នេះឯងទៅមកពីណានេះគឺខ្ញុំទៅមកពីខាងក្រៅលោកស្រីឲ្យខ្ញុំទៅផ្ទះអ្នកនាងឆំផ្កាហើយសួរនាំពីរឿងខ្លះមែនទេលោកស្រីស៊ីបាយលើផ្ទះជូរលើផ្ទះមិននឹកស្មាត់ថាមនុស្សដែលយើងខំទុកចិត្តយកមកនៅជាមួយចិញ្ចឹមបាយសម្លឲ្យទាំងប្រាក់ខែតែបាយជាមានកំណត់មិនស្មោះជាមួយខ្ញុំចង់ឲ្យខ្ញុំជាប់ទោសទាំងមិនដឹងខ្យល់អីឯងធ្វើបែបនេះសមដែរទេមេខ្ចង់លោកស្រីលោកប្រុសនេះតើមានរឿងអីខ្ញុំមិនយកពីអ្វីដែលលោកប្រុសលោកស្រីនិយាយនោះទេខ្ញុំមិនដឹងស្អីនោះទេណាឯងបានធ្វើស្អីខ្លះឯងក៏ដឹងខ្លួនឯងច្បាស់ឯងបានដឹងពីការស្លាប់នាងរំដួលឯងហើយនឹងឆោមផ្ការួមគំនិតគ្នាសម្រាប់នាងរំដួលហើយឯងចង់ទម្លាក់កំហុសមកលើខ្ញុំឯងធ្វើបែបនេះតែសមដែរទេហ៎មិននឹកស្មានថាមនុស្សក្នុងផ្ទះខ្ញុំបង្ករឿងក្តៅក្រហាយដល់ខ្ញុំបែបនេះនាងខ្ចង់បាយសម្លដែលយើងឲ្យឯងស៊ីនេះធ្វើឲ្យឯងមិនដឹងគុណយើងខ្លះទេឬហើយឯងទៅធ្វើរឿងមានទោសសម្រាប់មនុស្សបែបនេះអូយលោកប្រុសលោកស្រីហើយលើកឡើងទៅឲ្យខ្ញុំផងទៅហើយខ្ញុំគ្មានចេតនាតែធ្វើរឿងស្អីបែបនេះទេហើយខ្ញុំក៏មិននឹកស្មានថាអ្នកនាងឆាំផ្កាតែធ្វើរឿងដល់ថ្នាក់នេះហើយខ្ញុំសុំទោសណាលោកស្រីហើយខ្ញុំពិតជាខុសហើយខ្ញុំដឹងខុសហើយណាលោកស្រីនាងសម្រាប់មនុស្សដែលខ្ញុំស្រឡាញ់នាងធ្វើដោយមិនញញឹមដែរតែនាងមានបេះដូងជាមនុស្សដែរទេនាងខ្ចង់រំដួលទៅអាក្រក់ស្អីដាក់នាងទេបានជានាងធ្វើដល់គេបែបនេះហ៎អត់ទេណាលោកប្រុសខ្ញុំមិនដឹងថារឿងមិនដល់ថ្នាក់នេះទេអ្នកនាងឆាំផ្កាបានប្រាប់ឲ្យខ្ញុំទៅកុហកនាងរំដួលថាលោកវាយោនាំនាងរត់នៅយប់នោះអើយខ្ញុំក៏ធ្វើតាមគេដែរក៏ព្រោះអ្នកនាងឆាំផ្កាថានឹងឲ្យប្រាក់មកខ្ញុំអ្នកនាងឆាំផ្កាថាគាត់តែចង់បដៅនាងរំដួលខ្ញុំមិននឹកស្មានថាអ្នកនាងឆាំផ្កាសម្រាប់នាងរំដួលទេហើយលោកប្រុសលើកឡើងទៅឲ្យខ្ញុំផងទៅឲ្យខ្ញុំសម្បរណាស់ខ្ញុំនឹងខុសហើយនេះព្រោះតែប្រាក់ឯងបាត់បង់ភាពជាមនុស្សហើយមែនទេនាងខ្ចង់បានជាទៅធ្វើរឿងបំផ្លាញជីវិតគេបែបនេះនោះប្រាក់ដែលគ្រូសាយជើងឲ្យឯងប្រាប់មិនគ្រប់មែនទេបានជាទៅទទួលសំណុកពីឆំផ្កាទៀតនោះឯងត្រៀមខ្លួនផ្ដល់ចម្លើយជាមួយនឹងសមត្ថកិច្ចទេថាឯងបានធ្វើអ្វីខ្លះជាមួយនឹងឆំផ្កានោះដឹងរឿងគ្រប់យ៉ាងទាំងអស់ប៉ុន្តែឯងបែរជាធ្វើកោថ្លង់ឲ្យគ្រប់គ្នាយល់ច្រឡំលើខ្ញុំឯងចង់ឲ្យគេចាប់ខ្ញុំដាក់គុកដើម្បីបញ្ចប់រឿងឯងគិតថាវាយុត្តិធម៌សម្រាប់ខ្ញុំដែរទេហាមេខ្ចង់ខ្ញុំសុំទោសណាលោកស្រីពីព្រោះខ្ញុំមិនចង់ជាប់គុកទេហើយនាងរំដួលស្លាប់ក៏ជាចំណែកខ្ញុំដូចគ្នាដែរហើយខ្ញុំមិននឹកស្មានថារឿងវាទៅជាបែបនេះលោកស្រីសូមកុំឲ្យប៉ូលីសចាប់ខ្លួនខ្ញុំអីណាអ្នកផ្ទះខ្ញុំគឺរស់រំពឹងលើខ្ញុំហើយបើខ្ញុំយ៉ាងម៉េចអាម៉ាទៅហើយបានអ្នកណាគេរកប្រាក់ជួយគាត់ទៅបើឯងមិនចង់មានទោសធ្ងន់នោះឯងក៏ទៅសារភាពប្រាប់ប៉ូលីសពីជនដែលដោះដែលសម្លាប់រំដួលឬក៏ឯងចង់ជប់ម្នាក់ឯងតួឯងជាចំណែកក្នុងរឿងដែលសម្លាប់នាងរំដួលតែឯងក៏តែមានទោសតិចជាងជនដែលដោះដែរឯងគិតឲ្យច្បាស់ទេថាឯងចង់ជប់ទោសម្នាក់ឯងមែនទេនេះបើកូនវិយោមិនបានដឹងថាឯងនឹងឆំផ្កាជាអ្នករួមគំនិតគ្នាសម្រាប់នាងរំដួលទេនោះគ្រប់គ្នានឹងគិតថាជាខ្ញុំហើយខ្ញុំក៏ត្រូវជាប់គុកទាំងអយុត្តិធម៌ឯងនេះចេះទៅលៀបរួចបានហើយឆាប់ទៅសារភាពប្រាប់ប៉ូលីសទៅក្រែងទោសឯងនេះវាបានស្រាក់ខ្លះណានេះលោកប៉ូលីសមកផ្ទះខ្ញុំមានការអីទៀតហើយកាលខ្ញុំបានផ្ដល់ព័ត៌មានអស់ហើយតើពាក់ព័ន្ធនឹងនាងរំដួលនោះកុំសូវមកផ្ទះខ្ញុំញឹកញាប់ពេកអីណាបែនហើយគេផ្សេងគិតបែបណាទៅបើលោកចេញចូលផ្ទះខ្ញុំមួយថ្ងៃពីរ3ដងបែបនេះបើគ្មានការនោះទេខ្ញុំក៏មិនមករំខានដែរខ្ញុំបានចម្លើយពីសាក្សីដែលគេបានទៅសារភាពនៅការពិតថាកូនលោកស្រីនៅនេះឆំការសម្រាប់រំដួលអ្នកបម្រើក្នុងផ្ទះលោកស្រីបានថានឹងខ្ចង់គេសារភាពហើយចាំពួកខ្ញុំក៏បានលើកដែរបានដឹងការពិតទាំងអស់ថាឆំការនាងខ្មឹបបានសម្រាប់រំដួលក៏មានការចូលរួមពីនាងខ្ចង់ផងដែរនេះលោកទាំងពីរចង់លាក់ទុកឃាតករមែនទេ
នាងខ្ចង់វាបានប្រាប់កាប់ពិតដល់ប៉ូលីសហើយអើយមិនកើតទេហើយត្រូវនាំអ្នកនាងរត់ចេញពីទីនេះឲ្យទៅបានណានេះខ្មោចវាយោនិយាយស្អីទេពូមិនយល់នោះទេណាលោកប៉ូលីសលោកទៅដឹងព័ត៌មានមកពីណាទេមកបង្កាច់កូនរបស់ខ្ញុំនោះកូនខ្ញុំមែនទេដែលជាឃាតករសម្លាប់មនុស្សនោះដូចជាកំប្លែងបែកឆាយនាងនៅតែក្នុងផ្ទះមិនដែលទៅណានោះទេមកនិយាយតាមតែការនឹកឃើញអញ្ចឹងមិនបានទេណាខូចគេទៅយកខ្ញុំណាលើពូនេះរឿងធំប៉ុណ្ណឹងហើយលើពូគិតថាពួកខ្ញុំមកនិយាយលេងមែនទេប្រាប់តែពួកខ្ញុំមកថែចំការនៅទីណានឹងបានសាកសួរទាំងអស់គ្នាចំការគឺជាឃាតករសម្លាប់មនុស្សលើពូមិនដឹងដែរទេការពិតបែបนั้นនោះឲ្យជួបនៅនាងឆំផ្កាសិតមកសាកសីគេប្រាប់មកច្បាស់ហើយកន្លែងកើតហេតុក៏មានខ្សែដៃដែលជារបស់នៅនាងឆំផ្កាផងដែរបើលោកមិនចង់ឲ្យខ្ញុំនាំឆំផ្កាទៅទេនោះលោកទាំងពីរក៏ចូលរួមលាក់បាំងក្នុងរឿងនេះដូចគ្នាដែរចូលទៅចាប់ពួកគេទៅសែបកុំណាកុំចាប់កូនខ្ញុំយកទៅណាអីកូនខ្ញុំមិនដឹងអីនោះទេកុំណាកុំអីកុំអាចឆាប់ឡើងអ្នកនាងអាចឆាប់ឡើងមកពួកគេតាមតន់លើហើយលោកនេះពួកគេរត់ទៅខាងនោះហើយឆាប់ទៅតាមចាប់ពួកគេទៅលោកប៉ូលីសមិនអាចឲ្យពួកគេរត់យករួចខ្លួនបានទេណាឆាប់ទៅតាមពួកគេទៅកូនឆាប់ផ្កាកូនឆាប់ផ្កាកូនបងជួយកូនយើងផងណាកូនយើងគេតាមចាប់ហើយនេះកូនឆំផ្កាគេរត់ធ្វើទេយើងមិនបានធ្វើអីខុសនោះទេបើយើងតតាំងការពិតជាមួយគ្នានោះបងនឹងទៅតាមយកកូនមកវិញឥឡូវនេះឈប់សិនបងគឺតាមការពិតកូនឆំផ្កាពិតជាសម្រាប់មនុស្សពិតមែនអូនក៏ទៅតែដឹងពីរឿងនេះដែរអូនគិតថារឿងនេះត្រូវលាក់ឲ្យចិត្តរហូតទៅប៉ុន្តែនេះមិនក៏សុកប៉ូលីសគេដឹងបែបនេះអូននិយាយអីទេកូនឆំផ្កាសម្រាប់មនុស្សអញ្ចឹងមែនទេមិនក៏អូនលាក់បាំងជាមួយបងបែបនេះតាមមិនក៏គេធ្វើដល់ឋានៈនេះមិនពិតទេកូនខ្ញុំមិនមែនជាមនុស្សដែលសាហាវបែបនេះទេឲ្យកូនទៅសិនទៅណាបងអូនមិនចង់ឲ្យកូនមកទទួលទោសជាប់គុកទេអូនដឹងថាកូនខុសប៉ុន្តែអូនមិនចង់ឲ្យគេជាប់ទោសទេណាអូននឹងនិយាយរឿងទាំងអស់ប្រាប់បងណានៅពេលនោះលោកស្រីចន្ទមនីបាននិយាយរឿងទាំងអស់ដែលគាត់បានដឹងពីកូនរបស់គាត់ប្រាប់តែប្តីរបស់គាត់ហើយរឿងនេះក៏ត្រូវបានផ្សព្វផ្សាយពេញភូមិគ្រប់គ្នាបានដឹងពីឃាតកម្មមួយនេះនៅពេលនេះខាងប៉ូលីសគេកំពុងតែតាមចាប់ខ្លួនអ្នកនាងឆំផ្កាហើយមិននឹកស្មានថាអ្នកនាងឆំផ្កាធ្វើដល់ថ្នាក់នេះហើយលទ្ធផលមកបាំងដែលធ្វើឲ្យមនុស្សមិនបានគិតវែងឆ្ងាយការចំណាយការស្អប់ធ្វើឲ្យមនុស្សហ៊ានធ្វើដល់ថ្នាក់នេះមុនពេលដែលរឿងបានកាត់ឡើងខ្ញុំយល់សពឃើញឪពុករបស់កូនរំដួលមកបន្ទោសខ្ញុំថាខ្ញុំមើលថែកូនមិនបានល្អបណ្ដោយឲ្យកូនដើរផ្លូវខុសមានស្នេហាខុសទើបកូនរំដួលមានបញ្ហាដល់ថ្នាក់បាត់បង់ជីវិតបែបនេះពុកគេថានឹងយកកូនគេទៅនៅជាមួយបើខ្ញុំមើលថែកូនមិនល្អចុងក្រោយគាត់ក៏យកទៅមែននេះតែខ្ញុំមើលកូនមិនបានល្អមែនទេនេះកុំបន្ទោសខ្លួនឯងអីណានេះអាចថាជាកម្មរបស់ពួកគេយើងក៏មិនអាចទៅកែប្រែវាសនាពួកគេបានទេណាមនុស្សយើងម្នាក់មានកម្មជារបស់ខ្លួនឯងរំដួលអាចថាវាសនាចាមកបានតែប៉ុណ្្នឹងទើបត្រូវទៅទាំងបែបនេះខ្ញុំជឿថានាងឆាប់ការតាណាមិនឆ្ងាយនោះទេមិនជួទេប៉ូលីសនឹងរកឃើញហើយយកបដាទោសតាមច្បាប់មនុស្សអាក្រក់មិនអាចកិច្ចពីកម្មដែលបានសាងបាននោះទេនេះមិនដែលស្មានថានាងសាហាវបែបនេះសោះចាប់រឿងនេះមនុស្សអាក្រក់ត្រូវតែបានដាក់ទោសខ្ញុំក៏បានឆ្លាស់ក្នុងចិត្តខ្លះកូនរំដួលក៏បានយុត្តិធម៌មកវិញខ្ញុំគ្មានអ្វីនៅចម្ពាក់ទៀតទេជីវិតមួយនេះគ្មានអ្វីត្រូវគិតទៀតរស់កំដរតែថ្ងៃទៅវិញខ្ញុំព្រមទទួលដោយសុខចិត្តកើតចាស់ឈឺស្លាប់ការប្រត់ប្រាស់ជារឿងធម្មតាគ្មានអ្នកណាអាចជាផុតនោះទេតើអ្នកនឹងគិតធ្វើអ្វីបន្តទៀតទេទោះបីជាអ្នកគ្មានប្តីគ្មានកូនចៅនៅចិនក៏អ្នករំដេងនៅមានអ្នកភូមិនៅមានពួកយើងពួកគេមិនទុកអ្នកចោលទេយ៉ាងណាក៏ជាអ្នកភូមិទាំងអស់គ្នាយើងជួយមើលគ្នាណាជីវិតចុងក្រោយរបស់ខ្ញុំសូមផ្ញើខ្លួនលើព្រះធម៌ហើយលះបង់គ្រប់យ៉ាងបម្រើព្រះដោយចិត្តបរិសុទ្ធខ្ញុំគ្មានអ្វីត្រូវខំត្រូវលះបង់ទៀតទេជីវិតខ្លួនមួយដែលរស់នៅកំដរថ្ងៃទៅវិញមិនចង់បានអ្វីក្រៅពីសេចក្តីសុខផ្លូវចិត្តខ្ញុំគ្មានចំណងជាមួយអ្វីទៀតឡើយជាតិមុនខ្ញុំសាងកម្មច្រើនទើបជាតិនេះអភ័ព្វខ្ញុំសាងបុណ្យឲ្យច្រើនឲ្យខ្លួនឯងទុកជាស្ពានទៅថ្ងៃខាងមុខសាងបុណ្យបញ្ជូនកុសលឲ្យកូននិងប្តីផងព្រោះសុទ្ធតែជាអ្នកមានកម្មដូចគ្នាទើបមកជួបគ្នាអ្នកខ្លះបុណ្យតិចក៏ទៅមុនខ្ញុំទៅបួសរស់ជាដូនជីលះបង់ផ្លូវលោកហើយណាទ្រព្យសម្បត្តិតិចតួចដែលខ្ញុំមាននេះសូមអ្នកជួយមើលថែរក្សានិងប្រើប្រាស់តាមការគួរចុះ
បើអ្នកសម្រាប់ចិត្តបែបនេះទៅហើយនោះពួកយើងក៏មិនអាចហាមឃាត់បានដែរណាធ្វើតាមការសម្រេចចិត្តចឹងចំពោះផ្ទះនិងទ្រព្យសម្បត្តិនេះខ្ញុំទទួលមើលថាជំនុំប៉ុន្តែបើអ្នកបដូរចិត្តវិញពួកយើងនឹងបកគលឲ្យអ្នករំដេងវិញដូចគ្នាដែរណាអើយអ្នកនាងតើយើងរត់ទៅណាហើយយើងរត់ដល់ណាហើយនឹងចេះតែរត់ទៅមិនដឹងទិសដៅបែបនេះមិនដឹងថាដល់ណាហើយទេហើយខ្ញុំពិតជាភ័យខ្លាចណាស់ចេះតែរត់ឲ្យឆ្ងាយសិនទៅឯងចង់ឲ្យគេតាមទាន់ហើយចាប់យកទៅដាក់ទោសមែនទេហើយនឹកឡើងក្តៅចិត្តណាស់មិនគួរណាមីខ្ចង់វាទៅនិយាយការពិតប្រាប់ប៉ូលីសសោះអើយគឺពិតជាទុកចិត្តបានមែនដូចជាមិនសមសឹងបើវានិយាយចេញមកនោះវាក៏មានរឿងជាប់ខ្លួនដែរឬក៏មានអ្នកបង្ខំតែដឹងហ្នឹងគិតរកហេតុផលធ្វើអីបើរឿងវាដល់ថ្នាក់នេះហើយនោះពេលនេះគិតតែយករួចខ្លួនឲ្យឆ្ងាយពីភូមិនេះសិនទៅមិនដឹងថាដល់កន្លែងណាហើយទេនេះហើយពេលនេះស្អីក៏មិនទាន់ស៊ីឃ្លានក៏ឃ្លានស្រែកក៏ស្រែកត្រូវមកក្នុងព្រៃស្ងាត់តែកដាលយប់ទៀនអូយមិនក៏ជីវិតបែបនេះអើយខ្ញុំនេះមិនគួរណាមកមានបញ្ហាជាមួយអ្នកនាងសឹងក៏ព្រោះតែរឿងរបស់អ្នកនាងនាំឲ្យខ្ញុំមានបញ្ហាដែរអើយហើយពុកម៉ែខ្ញុំខកចិត្តនឹងខ្ញុំមិនស្ទើរទេនៅពេលនេះត្រូវរត់ចោលស្រុករត់សត្វអណ្ដែតបែបនេះក៏មិនដឹងអើយគឺពិតជាកម្មពីពិតមែនមិនខ្មុំនេះឯងមិនទោះខ្ញុំមិនទេឯងនឹងឲ្យដែលជំរុញឲ្យខ្ញុំសម្រាប់វានោះបើវាមិនស្លាប់រឿងក៏មិនដល់ថ្នាក់នេះនៅហ៊ានមកបន្ទោសខ្ញុំទៀតឯងនេះហ៊ានណាស់ហើយចុះអ្នកនាងវិញនោះចង់ទៅឈ្នះនាងរំដួលធ្វើអីហើយប្រុសមិនស្រឡាញ់ហើយតាមផ្ចាញ់គេអូយតែបំផ្លាញសម្រាប់គេនឹកឃើញតែកំណត់អាក្រក់មិនដែលចេះគិតល្អជាមួយអ្នកណាទេហើយគ្មានចេះធ្វើស្អីហើយខ្ញុំនៅជាមួយនោះក៏មិនដែលមានសម្ដីព្រោះជាមួយដែរត្រកោះបាក់បោកប្រើដូចឆ្កែដូចឆ្មាអញ្ចឹងមីខ្មុំមីស្រីចង្រៃយើហ៊ានណាស់ណោះខ្ញុំធ្លាក់ខ្លួនបែបនេះក៏ឃើញចរិតពិតភ្លាមមីស៊ីបាយបោកឆ្នាំងបាយសម្លអញក្តៅឯងស៊ីមិននឹកគុណដល់គ្រួសារអញខ្លះទេមែនទេមីកពើយើខ្ញុំស៊ីបាយប៉ុន្តែខ្ញុំក៏ធ្វើការបម្រើដែរបើសិនជាធ្វើការនៅផ្ទះសទ្ធិផ្សេងនោះក៏មិនអញ្ចឹងដែរមិនគូណាខ្ញុំមិនមានបញ្ហាជាមួយសឹងមនុស្សចង្រៃយើខ្មុំនេះអូយនេះហ៊ានវាយខ្ញុំផងមែនទេអញទើបតែដឹងការពិតថាឯងនេះវាជារកពើមីផ្លែល្វាអើយយើនេះមែនទេធាតប្រាប់ឯងនោះមីខ្មុំចាំមើលអត់ពីខ្ញុំអាចដើរព្រៃនេះម្នាក់អាចបានដែរទេចែកផ្លូវគ្នាដើរត្រឹមនេះទៅចាប់ពីពេលនេះទៅសក់អាណាក្បាលអ្នកនឹងហើយខ្ញុំទៅហើយស្អីគេនឹងគាត់ថាពួកឯងចង់គេទៅណាបាត់មែនទេបាត់ប្រកម្មដែលពួកឯងបានធ្វើគឺត្រូវតែសងទាំងអស់ជីវិតត្រូវសងដល់ជីវិតកុំណាកុំមករកយើងអីហើយនៅមិនបានទេអើយនាងរំដួលកុំណាយើងដល់ខុសហើយយើងកុំចូលមកណាកុំអីលែកយើងទៅនាងរំដួលកុំណាកុំសម្លាប់ខ្ញុំអីលែកខ្ញុំទៅចាស់សុំជីវិតពីគេដែរមែនទេចុះកាលដល់ពួកឯងសម្រាប់អញនោះឯងមានបានញញើតដៃទេទៅងាប់ទេលែកយ៉ាងដែលនាងបានធ្វើមកលើយើងនាងត្រូវធ្វើដូចអ្វីដែលនាងបានធ្វើមកលើយើងដូចគ្នាដែរទោះវាប្រៃផ្សៃដែលនាងធ្លាប់បានធ្វើមកលើយើងនោះវាត្រូវតែធ្លាក់ទៅលើនាងដូចគ្នាដែរ
ងប់ទៅអត់ទេណាកុំអីអើយអត់ទេងប់ទៅអើយឆោមការនិងនឹងខ្មឹបត្រូវបានសម្លាប់នៅកណ្ដាលព្រៃសមត្ថកិច្ចក៏បានរកឃើញសាកសពរបស់នាងហើយក៏បញ្ជូនសាកសពឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណីទៅរំដួលថ្ងៃនេះខ្ញុំមកធ្វើបុណ្យឲ្យនាងសូមនាងទទួលយកឲ្យអហោសកម្មឲ្យខ្ញុំផងណាកន្លងមកខ្ញុំមិនល្អលើនាងធ្វើខុសលើនាងសូមទទួលយកមគ្គផលដែលខ្ញុំបានធ្វើឲ្យនេះទទួលការសំទោសពីខ្ញុំផងពេលនេះខ្ញុំទទួលបាបកម្មដែលខ្ញុំបានសាងលើនាងហើយកូនវិយោពេលអត់ពីនាងទៅគេក៏គ្មានអ្នកណាទៀតដែរគេបានរើយកជីវិតជាបុព្វជិតបួសជាព្រះសង្ឃផ្ញើជីវិតជាមួយព្រះធម៌គ្រួសាររបស់ខ្ញុំគ្មានអ្នកស្នងមរតកនេះជាបាបកម្មដែលខ្ញុំបានសាងខ្លួនឯងគ្រប់យ៉ាងមកពីខ្ញុំចាញ់ហើយខ្ញុំសុខចិត្តទទួលបាបកម្មមួយនេះលើកនេះនាងលើកទោសឲ្យខ្ញុំផងណារំដួលរំដួលបងបានធ្វើតាមសន្យាហើយអត់ពីអូនបងក៏មិនអាចឆ្លៃណាស់ទៀតបានដែរបេះដូងបងមានតែអូនម្នាក់គត់ជាតិនេះយើងមានកម្មមិនបាននៅជាមួយគ្នាបើមានជាតិក្រោយពិតសូមឲ្យយើងបានជួបគ្នាហើយសូមអូនទទួលយកកុសលផលបុណ្យដែលបងបានធ្វើនេះផងចុះសូមអូនលើកទោសឲ្យនៅម៉ែបងផងនេះហើយសូមអូនបានកើតនៅជាតិខាងមុខដែលល្អជាតិថ្មីមានពិតយើងជួបគ្នាម្ដងទៀតកូនរំដួលពុកវាពេលនេះគ្រប់យ៉ាងបានបញ្ចប់ទៅហើយកូនរំដួលក៏បានយុត្តិធម៌មកវិញមនុស្សអាក្រក់ក៏ទទួលបានបាបកម្មដែលពួកគេបានសាងដែរសូមពុកវានិងកូនរំដួលទៅឲ្យបានស្ងប់ចិត្តចុះហើយសូមអ្នកទាំងពីរទទួលយកមគ្គផលដែលខ្ញុំបានធ្វើសូមប្តីនិងកូនបានទៅកើតជាទីកន្លែងដែលខ្ពង់ខ្ពស់កុំឲ្យអភ័ព្វដូចជាតិនេះចាក់ផុតពីគ្រោះកម្មជីវិតថ្មីសូមឲ្យបានល្អបើមាននិស្ស័យយើងជួបគ្នាម្ដងទៀតណាខ្ញុំនឹងធ្វើតាមសន្យានៅពេលដែលគ្រប់យ៉ាងត្រូវបានដោះស្រាយបញ្ចប់ជីវិតជាបុព្វជិតដូនជីគ្មានភាពមកសៅនៅរស់ជាមួយនឹងព្រះធម៌ប្រើជីវិតចុងក្រោយជាមួយព្រះធម៌ហើយ